តើបងប្អូនហ្នឹងឯងសម្រាប់នេះមានអសងមួយគ្រឿងទៀតអីគឺថាមានបញ្ហាលេខ2លេខ2គឺថាកធាក់ខ្លាំងបងប្អូនហើយបន្ទាប់មកម៉ូតូគាត់ក៏មានបញ្ហាស៊ីប្រេងម៉ាស៊ីនដែរអញ្ចឹងសម្រាប់ម៉ូតូនេះគឺថាគាត់បានធ្វើស្បែកធ្វើអីហើយអស់ហើយតែគាត់ថាគាត់ទៅតែធ្វើដែរតែគឺថាវានៅតែអត់អែមបងប្អូនយើងចាយលុយអត់ត្រូវអញ្ចឹងស្បែកនេះវាប្រភេទស្បែក ACC យើងធ្វើការដូរចោលដែរACC ខ្ញុំក៏ធ្លាប់ប្រើដែរបងប្អូនក៏តែវាគូផ្សំមួយចែកទេសដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងអានេះស្បែកស្លឹកនេះក៏វាហាងទួងដែរវាអត់សូវចាប់មួយចានទេមូលការណាលេខ1លេខ2គឺថាកធាក់ខ្លាំងហ្មងអញ្ចឹងពាក់ព័ន្ធនឹងមួយច្បាប់ក្បាលកន្លះគឺថាម៉ូតូនេះ08ណាបងប្អូនណាមិនមែនសេរីអានេះដឹងឡើងតាមឆ្នាំហ្មងខ្ញុំមិនសូវដឹងទេតែពាក់ព័ន្ធនឹងក្បាលកន្លះវិញក៏ច្បាប់លោដែរយើងធ្វើការសម្អាតជូនគាត់ផ្លាស់ប្ដូរច្បាប់ពីដើមហើយនឹងខាត់ជូនគាត់ឡើងវិញទាំងអស់បងប្អូនព្រោះច្បាប់នេះប្រើអត់កាត់ទេវាឆេះមាត់ហើយពាក់ព័ន្ធនឹងមួយមីស្តង់វិញមីស្តង់គាត់បានធ្វើឲ្យដែរបងប្អូនគេបានស្លង់ឲ្យដាក់មីស្តង់00អញ្ចឹងយើងធ្វើការឡើងមីស្តង់ដាក់មីស្តង់សិនអានេះយើងស្អីយើងអត់ຕົកទេយើងអត់ប្រើទៀតទេនេះប្រភេទមីស្តង់ថ្មីដូចគ្នាអញ្ចឹងម៉ូតូនេះរើមកកណាត់មកហើយនឹងខាងស្បែកបងប្អូនអញ្ចឹងបងប្អូនចាំទស្សនាពេលខ្ញុំសៃសមីហើយនឹងធ្វើក្បាលកន្លះធ្វើស្បែកទាំងអស់គ្នាយើងហូបលឿនឯងយូរពេកមកខ្ញុំមិនទៅនៅបងប្អូនសម្រាប់អសងនេះយើងបានធ្វើឲ្យចាំបងប្អូនបានឃើញគឺថាយើងប្រើប្រភេទមីស្តង់ស៊ីនម៉ាអាតហើយបន្ទាប់មកយើងធ្វើការដូរយប៉ាប់ស៊ីនដូចគ្នាជាបងប្អូនបានឃើញគឺថាម៉ាក brand ម៉ាអាតនេះគឺថាវាមានកស៊ូខ្នងខាងលើនេះគឺថាស៊ីនហុងដែរហើយហ្នឹងគឺថាដូចគ្នាបងប្អូនហ្នឹងហើយសម្រាប់គុណភាពផងចាក់ជប៉ុនអ្នកផលិតដូចគ្នាណានេះក្បាត់វាបងប្អូនក្បាត់វាអញ្ចឹងបន្ទាប់មកយើងធ្វើការក្បាលកន្លះនេះយើងបានដូរច្បាប់ឥឡូវយើងធ្វើការបញ្ចូលច្បាប់បញ្ចូលធ្វើច្បាប់អីឲ្យអស់ហើយបន្ទាប់មកស្បែកក៏យើងប្រភេទស្បែកស៊ីនឡើងលេខបងប្អូនយើងបបោសចាននេះព្រោះចានវាកលាក់ដែរបើកាន់តែយើងអត់បបោសទេគឺថាយើងដូរស្បែកថ្មីក៏វាអត់ចាប់បានល្អដែរដល់តែយើងកលឹងចាននេះមកក្បាត់ហើយយើងកលឹងស្បែកតម្រូវគឺថាស្តង់ដារស៊ីនវាមកវិញបងប្អូនណាអត់មានពេលស្បែកញែកមកទៅតែចុងស្បែកទេអញ្ចឹងគឺថាធានាតែមូលប៉ាងបងប្អូនអញ្ចឹងពេលប៉ុណ្ណឹងជាមួយនឹងស្បែកស្លឹកយើងប្រើប្រភេទស្បែកស៊ីនហុងដែរបងប្អូនគាត់ចង់បានគ្រឿងល្អគាត់អត់មានខ្វល់តែអស់ប៉ុណ្ណាទេបងប្អូនណាអញ្ចឹងស្បែកនេះបងប្អូនបានឃើញគឺថាស៊ីនហុងដែរបងប្អូនអត់មានខ្លាយបន្លំបងប្អូនទេហើយរងក៏យើងប្រើប្រភេទរងស៊ីនដូចគ្នាមិនថារងជើងសមីរងក្បាលកន្លះរងរេញកម្រោកក្បាលកន្លះហើយរងកាទាស្បែកខាងអង្គញាបងប្អូនកន្លែងខ្ញុំទៅពេលណាដែលខ្ញុំរើម៉ាស៊ីនខ្ញុំដូរសម្បកអេស៊ីនជូនគាត់ហើយនឹងប្រេងម៉ាស៊ីនក៏ខ្ញុំដូរថ្មីដែរអញ្ចឹងបងប្អូនចាំទស្សនាពេលខ្ញុំផ្គុំចូលទាំងអស់គ្នាហើយខ្ញុំតេស្តសម្លេងបងប្អូនស្ដាប់បន្ថែមទៀតតែអសមិនកាន់
một thịt ba lấy